ពុកម៉ែបងប្អូនជាទីគោរពរាប់អានមានការលើកឡើងច្រើននៅក្នុងបណ្ដាញសង្គមបាទជាពិសេសគឺបណ្ដាញសង្គម Facebook ក៏ដូចជាសារព័ត៌មានข่าวសររបស់ថៃគឺបានចុះផ្សាយតាក់ទងទៅនឹងការព្រួយបារម្ភរបស់ថៃតាក់ទងទៅនឹងការដេកភ័យរបស់ថៃក្រោយពេលដែលឮសារព័ត៌មាន The New York Times របស់សហរដ្ឋអាមេរិកបានចុះផ្សាយថាកម្ពុជាបានទទួលនៅយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនបាទចិនគឺបានដឹកនៅយុទ្ធោបករណ៍ទំនើបដ៏សម្បើមមកកាន់ទឹកដីកម្ពុជាមុនពេលដែលផ្ទុះសង្គ្រាមខ្លីរយៈពេល5ថ្ងៃថៃនិងកម្ពុជាក៏ប៉ុន្តែខ្ញុំចោទសួរថាតើការលើកឡើងបែបនេះរបស់បណ្ដាញសារព័ត៌មានข่าวសររបស់ថៃការផ្សាយព័ត៌មាន The New York Times របស់សហរដ្ឋអាមេរិកដែលយោងតាមឯកសារបាទដែលយោងតាមការលើកឡើងមន្ត្រីចារកម្មរបស់ថៃតើក្នុងន័យបែបណាបាទតើក្នុងន័យបែបណាមួយវិញទៀតខ្ញុំចោទជាសំណួរថាតើមានចរិតបែបណាលើការចោទប្រកាន់មកកម្ពុជាថាទទួលនៅយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនបាទចោទមកកាន់កម្ពុជាថាទទួលយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនស្របពេលដែលទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាន់តែមានភាពល្អប្រសើរការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាន់តែមានភាពល្អប្រសើរហើយស្របពេលដែលការទូតរបស់ថៃនិងសហរដ្ឋអាមេរិកមានការធ្លាក់ចុះបាទហើយក៏ស្របពេលដែលថៃបានបញ្ជាទិញនៅយុទ្ធោបករណ៍នៅនាវាមួយទឹកពីខាងភាគីចិនទៅទៀតសួរថាហេតុអ្វីបានជាថៃបង្កើតនៅការចោទថាកម្ពុជាបានទទួលនៅយុទ្ធោបករណ៍ដ៏ទំនើបពីខាងភាគីចិនអំឡុងពេលមុនផ្ទុះសង្គ្រាមរយៈពេល5ថ្ងៃពិតណាស់បាទពុកម៉ែបងប្អូនមិនមែនគ្មានចេតនានោះទេក្នុងការដែលចោទមកកាន់កម្ពុជាយើងត្រូវតែយល់ទៅលើវត្ថុបំណងដែលសារព័ត៌មានថៃក្តីគឺបានចោទមកកាន់កម្ពុជាតាមរយៈសម្ដីរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោកអនុទានក្តីបានបន្តចោទមកកាន់កម្ពុជាថាទទួលយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនបាទតាមរយៈក្រសួងការពារជាតិរបស់ថៃជាដើមដែលលើកឡើងពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The New York Times សហរដ្ឋអាមេរិកយើងសួរថាតើជាចេតនាអ្វីឲ្យពិតប្រាកដបាទតើជាចេតនាល្អឬជាចេតនាទុច្ចរិតស្របពេលដែលទំនាក់ទំនងការទូតរបស់កម្ពុជានិងសហរដ្ឋអាមេរិកមានភាពកាន់តែល្អប្រសើរកម្ពុជាគឺបង្ហាញទំនាក់ទំនងកម្ពុជាគឺភ្ជាប់ទំនាក់ទំនងល្អគ្រប់យ៉ាងមិនថាទៅចិនមិនថាទៅសហរដ្ឋអាមេរិកក៏ប៉ុន្តែយើងសួរថាអំឡុងពេលដែលកម្ពុជាឈ្នះការទូតដាច់ទៅលើភាគីថៃដែលមានន័យថាកម្ពុជាបានកសាងទំនាក់ទំនងការទូតល្អជាមួយសហរដ្ឋអាមេរិកដែលយើងឃើញហើយថាមួយរយៈកាលចុងក្រោយនេះមន្ត្រីរបស់សហរដ្ឋអាមេរិកសភារបស់សហរដ្ឋអាមេរិកគឺបានអញ្ជើញមកដល់ទឹកដីកម្ពុជាជួបជាមួយថ្នាក់ដឹកនាំកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការរឹតបន្តឹងចំណងមិត្តភាពកាន់តែសម្បើមហើយក៏ស្របពេលដែលភាគីថៃក៏កំពុងតែទំនាក់ទំនងមិនសូវល្អប៉ុន្មានទេជាមួយនឹងសហរដ្ឋអាមេរិកដែលហេតុដូច្នេះហើយបានជាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនយើងចូលរួមគិតទាំងអស់គ្នាចូលរួមវិភាគទាំងអស់គ្នាទៅលើចរិតរបស់ថៃដែលចោទកម្ពុជានាពេលនេះយកបណ្ដាញសារព័ត៌មាន The New York Times របស់សហរដ្ឋអាមេរិកធ្វើការផ្សព្វផ្សាយស្រង់សម្ដីស្រង់ឯកសាររបស់ចារកម្មថៃទៅផ្សាយបែបនេះបាទយើងពិនិត្យមើលទៅលើសារព័ត៌មាន New York Times ដែលបានចុះផ្សាយតើលំអៀងទៅខាងណាថាតើលំអៀងទៅខាងណាបើតាមអ្វីដែលខ្ញុំបានមើលគឺភាគច្រើនលំអៀងទៅខាងភាគីថៃបាទភាគច្រើនគឺលំអៀងទៅខាងភាគីថៃតែម្ដងហើយយើងសួរថាតើចរិតនៃការផ្សាយបែបនោះហើយសារព័ត៌មានរបស់ថៃសារព័ត៌មានข่าวសរក្តីសារព័ត៌មាន The Nation ក្តីបណ្ដាញអ្នកនយោបាយរបស់ថៃនាយករដ្ឋមន្ត្រីរបស់ថៃលោកអនុទានក៏ដូចជាមន្ត្រីរបស់ក្រសួងការពារជាតិបានលើកឡើងអំពីព័ត៌មាន The New York Times ដែលបានផ្សាយថាកម្ពុជាទទួលអាវុធទំនើបពីខាងភាគីចិនបែបនេះមានអត្ថន័យបែបណាបាទគឺពិតណាស់ជាចេតនាមួយមិនល្អទេពុកម៉ែបងប្អូនហេតុអ្វីបានជាខ្ញុំលើកឡើងដូចនេះស្របពេលដែលមានការផ្សាយថាថៃគឺកំពុងតែព្រួយបារម្ភថៃគឺកំពុងតែដេកភ័យដោយសារតែចិនបញ្ជូនយុទ្ធោបករណ៍ទំនើបជួយកម្ពុជាប្រជាជនកម្ពុជាយើងមួយចំនួនលោករីករាយលោកត្រេកអរក៏ប៉ុន្តែជាទស្សនៈខ្ញុំទេខ្ញុំគិតថាជាចេតនាទុច្ចរិតទេបាទជាចេតនាមិនល្អទេដែលចោទមកកាន់កម្ពុជាយើងសួរថាតើកម្ពុជាគឺពិតជាបានទទួលនៅយុទ្ធោបករណ៍ទំនើបដោយអ្វីដែល New York Times បានចោទទៅតាមចារកម្មរបស់ថៃបានលើកឡើងដែរឬយ៉ាងណា
មិនពិតទេបាទពុកម៉ែបងប្អូនបើតាមអ្វីដែលកម្ពុជាមន្ត្រីកម្ពុជាលោកធ្លាប់បានឆ្លើយបំភ្លឺតាក់ទងទៅនឹងការចោទរបស់ភាគីថៃនេះមន្ត្រីកម្ពុជាលោកក៏ធ្លាប់បានឆ្លើយបំភ្លឺដែរបាទតាក់ទងទៅនឹងការចោទនេះគឺដោយសារតែភាគីចិនដឹកនៅយុទ្ធោបករណ៍ដើម្បីធ្វើនៅសមយុទ្ធបាទដើម្បីធ្វើនៅសមយុទ្ធជាមួយនឹងកម្ពុជាប្រចាំឆ្នាំបាទដែលចាំបាច់ដែលខាងភាគីចិនដឹកនៅយុទ្ធោបករណ៍មកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយនឹងកម្ពុជាបាទដែលហេតុដូច្នេះហើយត្រង់ចំណុចនេះថៃគឺមានលេសបាទថៃគឺយកចំណុចនេះចោទមកកាន់កម្ពុជាដាក់បន្ទុកមកលើកម្ពុជាថាកម្ពុជាបានទទួលយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនមុនផ្ទុះសង្គ្រាមដើម្បីប្រឈមមុខជាមួយនឹងភាគីថៃយើងសួរថាតើចេតនាចោទបែបនេះគឺល្អទេមិនល្អទេដោយសារតែមួយរយៈចុងក្រោយនេះថៃឃើញទំនាក់ទំនងការទូតកម្ពុជាគឺរីកចម្រើនខ្លាំងល្អខ្លាំងមិនថាជាមួយចិនបាទមិនថាជាមួយសហរដ្ឋអាមេរិកហើយស្របពេលដែលភាពរកម្មរកូសរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមកើតមានឡើងបាទយើងឃើញហើយថាថៃបានបោះទុនវិនិយោគដ៏សម្បើមតាមរយៈការទិញនាវារបស់ចិនបាទតាមរយៈការទិញយុទ្ធោបករណ៍ទំនើបរបស់ចិនបន្ថែមយើងសួរថាតើសហរដ្ឋអាមេរិកសប្បាយចិត្តឬទេបាទថាតើសហរដ្ឋអាមេរិករីករាយទេនៅពេលដែលឃើញទំនាក់ទំនងថៃគឺទិញនៅយុទ្ធោបករណ៍របស់ចិនច្រើនជាងសហរដ្ឋអាមេរិកបែបនេះគឺប្រកាសហើយថាមិនសប្បាយរីករាយទេអំឡុងពេលដែលទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកកម្ពុជានិងចិនគឺមានភាពល្អប្រសើរចាំបាច់ណាស់បាទដែលថៃនឹងមានភាពច្រណែននេះគឺជាអ្វីដែលខ្ញុំយល់ឃើញថៃអាចនឹងយកការចោទនេះថៃអាចនឹងយកការចោទថាកម្ពុជាទទួលសព្វាវុធពីចិននេះដើម្បីធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកគិតបាទចង់បំផ្លាញទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកក៏ថាបានតាមរយៈពាក្យចោទតាមរយៈការជួលសារព័ត៌មានឲ្យមានការផ្សាយបែបនេះបាទយើងសួរថាតើសារព័ត៌មាន New York Times បានផ្សាយបែបណាពាក់ព័ន្ធទៅនឹងរបាយការណ៍របស់ចារកម្មថៃដែលចោទមកកាន់កម្ពុជាបាទគឺបានសរសេរចោទយ៉ាងដូចនេះថាកម្ពុជាគឺចាប់ពីថ្ងៃទី21ដល់ថ្ងៃទី24បាទខែមិថុនាកន្លងទៅប្រទេសចិនគឺបានបញ្ជូននៅយុទ្ធោបករណ៍តាមរយៈយន្តហោះទំនើប6គ្រឿងមកកាន់កម្ពុជារហូតទៅដល់700ជុំដែលក្នុងនោះមានគ្រាប់រ៉ុកែត BM-21 សម័យសហភាពសូវៀតក៏ដូចជាប្រព័ន្ធរ៉ុកែតបាញ់បង្ហោះជាច្រើនដែលផលិតដោយចិនប្រភេទ 90B និង PHL-03បាទដែលឯកសារបានលើកឡើងថាប្រទេសចិនក៏បានដឹកជញ្ជូនកាំភ្លើងធំសម្រាប់កាំភ្លើងយន្ត SH-1 របស់ចិននិងកាំភ្លើងធំតាមរយៈយន្តហោះទំនើបទៅទៀតបាទដែលការចោទប្រកាន់តាមរយៈរបាយការណ៍របស់ចារកម្មថៃនេះយើងសួរថាមានចរិតបែបណាបាទគឺដូចអ្វីដែលខ្ញុំលើកឡើងដូច្នោះដែរគឺចោទប្រកាន់មកកាន់កម្ពុជាដើម្បីចង់បំផ្លាញទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកដែលកំពុងតែកើតឡើងនៅពេលនេះបាទការចោទប្រកាន់បែបនេះអាចជាលេសនយោបាយរបស់ភាគីថៃដែលចង់ទាញសហរដ្ឋអាមេរិកបាទដែលចង់ទាញសហរដ្ឋអាមេរិកឲ្យមកគាំទ្រខ្លួនឡើងវិញឲ្យមកគាំទ្រខ្លួនខ្លាំងឬក៏ក្នុងគោលបំណងវត្ថុបំណងមិនល្អជាមួយនឹងកម្ពុជានាពេលខាងមុខនោះឯងនេះហើយគឺជាចេតនាអាក្រក់បាទជាចេតនាទុច្ចរិតខ្មៅកខ្វក់របស់ភាគីថៃទៅតាមអ្វីដែលខ្ញុំមើលឃើញទេបាទដោយសារតែនៅថ្ងៃនេះនាយករដ្ឋមន្ត្រីថៃក្តីលោកអនុទិនគឺបានកោះប្រជុំតាក់ទងទៅនឹងសារព័ត៌មាន New York Times នេះគឺបានផ្សាយហើយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃក៏បានលើកឡើងដែរតាក់ទងទៅនឹងសារព័ត៌មាន New York Times នេះបានផ្សាយដូចគ្នាអំពីការទទួលនៅយុទ្ធោបករណ៍ទំនើបពីខាងភាគីចិនមកលើកម្ពុជាក៏ប៉ុន្តែចិនក៏បានបដិសេធដែរបាទក្នុងរយៈពេលកន្លងមកចិនក៏បានបដិសេធដែរថាគ្មានទេចិនមិនបានបញ្ជូនយុទ្ធោបករណ៍ណាមួយមកកាន់កម្ពុជាដើម្បីប្រឆាំងទៅនឹងភាគីថៃនោះទេគឺគ្មានឡើយដែលចិនគឺជាអាញាកណ្ដាលបាទជាអាញាកណ្ដាលជាអ្នកសម្របសម្រួលដែលចង់ឲ្យចំនួនរវាងកម្ពុជាថៃបិទបញ្ចប់តែប៉ុណ្ណោះជាអាញាកណ្ដាលមិនចង់ឲ្យសង្គ្រាមកើតមានឡើងនោះទេដូច្នេះចិនគឺបានបដិសេធបាទហើយស្របពេលមន្ត្រីកម្ពុជាលោកក៏ធ្លាប់បានបដិសេធដែរថាការលើកឡើងរបស់ថៃគឺជាការបំភាន់គឺជាការភូតភរកុហកតែប៉ុណ្ណោះតែធៀបពិតការដែលចិនបញ្ជូននៅយុទ្ធោបករណ៍ជាដើមគឺក្នុងន័យដើម្បីមកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយនឹងកម្ពុជាតែប៉ុណ្ណោះបាទអំឡុងខែមិថុនារហូតមកដល់ខែឧសភាបាទដែលការចោទប្រកាន់មកលើកម្ពុជានាពេលនេះយើងមើលឃើញថាក្រសួងការពារជាតិរបស់កម្ពុជាតាមរយៈអ្នកនាំពាក្យក៏មិនបានឆ្លើយបំភ្លឺដែរបាទដោយសារតែយល់អំពីអ្វីដែលហៅថាជាចេតនារបស់ភាគីថៃ
ចង់ឲ្យកម្ពុជាឆ្លើយតបឬក៏បែបណាក៏ប៉ុន្តែកម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិគឺមិនទាន់មានឃើញការឆ្លើយបំភ្លឺបែបណានោះទេយើងអាចនិយាយបានថាការប្រើប្រាស់នៅបណ្ដាញសារព័ត៌មានផ្សព្វផ្សាយរបស់ថៃនាពេលនេះក៏អាចជាសង្គ្រាមការទូតមួយផងដែរបាទជាល្បិចការទូតមួយផងដែរនេះបើតាមអ្វីដែលជាទស្សនៈមើលឃើញរបស់ខ្ញុំទេការចោទមកកាន់កម្ពុជាថាបានទទួលយុទ្ធឧបករណ៍ទំនើបពីខាងភាគីចិននេះមិនមែនជាវត្ថុបំណងល្អនោះទេសម្រាប់ភាគីថៃបាទដែលចង់ដាក់បន្ទុកមកកាន់កម្ពុជាចង់ឲ្យមានការផ្ទៀងឬក៏ចង់ឲ្យទំនាក់ទំនងការទូតមានភាពល្អកខ្វក់ក៏ថាបានស្របពេលដែលទំនាក់ទំនងរវាងថៃនិងសហរដ្ឋអាមេរិកគឺចាប់ដើមមានភាពល្អកកដូច្នេះចាំបាច់ណាស់ដែលភាគីថៃដែលថ្នាក់ដឹកនាំថៃគឺត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រល្បិចណាមួយដើម្បីចង់ធ្វើសង្គ្រាមការទូតបន្តជាមួយកម្ពុជាចង់បំផ្លាញទំនាក់ទំនងការទូតល្អជាមួយកម្ពុជាចង់ទាញឧបាយកលដោយប្រការណាមួយឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងមកលើខ្លួនកាន់តែខ្លាំងក៏ថាបានដែរនេះគឺជាអ្វីគ្រាន់តែជាទស្សនៈរបស់ខ្ញុំទេលោកអ្នកអាចបញ្ចេញទស្សនៈបានថាតើពាក្យចោទថាតើការចោទតាមរយៈសារព័ត៌មានក្តីតាមរយៈមន្ត្រីរបស់ថៃក្តីនាយករដ្ឋមន្ត្រីរបស់ថៃក្តីតើបង្កប់អត្ថន័យបែបណាដោយអ្វីដែលខ្ញុំលើកឡើងឬក៏ផ្ទុយពីអ្វីដែលខ្ញុំគិតបាទលោកអ្នកអាចបញ្ចេញទស្សនៈបានថាការចោទនេះមានចរិតបែបណានោះបាទអរគុណច្រើនពុកម៉ែបងប្អូននេះគឺជាបទវិភាគថ្មីគោរពជម្រាបជូនលោកអ្នកខុសត្រូវត្រង់ណាបាទសូមអធិស្ឋានហើយសង្ឃឹមថាពុកម៉ែបងប្អូនយើងចូលរួមបញ្ចេញយោបល់បញ្ចេញទស្សនៈរបស់លោកអ្នកទាំងអស់គ្នាទៅលើប្រធានបទនេះហើយជាធម្មតាទេនៅពេលដែលលើកឡើងនៅចំណោទបញ្ហាដោយអ្វីដែលខ្ញុំរៀបរាប់នេះគឺតែងតែមានការខ្វែងគំនិតគ្នាបាទជាក់ជាពុំខានហើយខ្ញុំគឺរងចាំទទួលយកបាទរងចាំឆ្លើយតបនៅពេលដែលលោកអ្នកបញ្ចេញយោបល់ផងដែរបាទសូមអរគុណ